3 ចំណុចក្រោយពេលប្រមូលផលចាចំណុចទី1គឺយើងត្រូវធ្វើស្មៅចាធ្វើស្មៅស្អាតចឹងក្រោយពេលដែលយើងប្រមូលផលហើយបានមួយសប្តាហ៍គឺយើងត្រូវតែធ្វើស្មៅក្រោមដើមនៅក្រោមនៅគល់ត្រេនរបស់យើងឲ្យបានស្អាតជៀសវាងការដែលយើងប្រើប្រាស់ជីទៅមានការខាតបង់ចា2គឺយើងត្រូវតែងមែកចាតាក់តែងមែកឲ្យបានស្អាតឲ្យមានខ្យល់និងពន្លឺចូលគ្រប់គ្រាន់ដើម្បីកាត់បន្ថយនៅពពួកមេរោគបាក់តេរីផងដែរចាហើយទុរេនក៏វាមានការដកដង្ហើមចាមានពន្លឺចូលអីគ្រប់គ្រាន់គឺវាក៏មានសុខភាពល្អទៅតាមនឹងចាទី3គឺយើងត្រូវដាក់ទឹកដាក់ជីចាការដាក់ទឹកដាក់ជីអញ្ចឹងក្រោយពេលប្រមូលផលបាន2ទៅ3ថ្ងៃគឺយើងចាប់ផ្ដើមដាក់ទឹកចាដាក់ទឹកមុនអញ្ចឹងយើងដាក់ទឹកគឺយើងដាក់បែបនេះយើងដាក់ថ្ងៃទី1យើងដាក់30%ឡើងមក70%ឡើងដល់100%អញ្ចឹងទៅចាបន្ទាប់មកបានយើងចាប់ផ្ដើមដាក់ជីការដែលយើងធ្វើស្មៅធ្វើអីស្អាតហើយបានយើងដាក់ជីគឺយើងដាក់ជីមានអាហាររងបូកជាមួយនឹងកែប្រែគុណភាពដីបូកជាមួយនឹងអិនខ្ពស់15-5-5ចាហើយក៏មានការបាញ់ទៅលើស្លឹកមានស៊ីលីកូនបូកមាន15-5-5ផងដែរចាអរគុណ